សូមគោរពសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Admin ខ្មោចហើយថ្ងៃនេះ Admin មានរឿងពូជមួយចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយសាច់រឿងនេះគឺកើតឡើងនៅលើខ្នល់ជាតិមួយកន្លែងណាដែលមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍និងការលងបន្លាយផ្សេងអញ្ចឹងចង់ដឹងថាសាច់រឿងរ៉ាវគួរឲ្យខ្លាចយ៉ាងណានោះតោះចូលទៅស្ដាប់រឿងរ៉ាវទាំងអស់គ្នានៅកាលពីឆ្នាំ2008មានពីអ្នកប្តីប្រពន្ធគូគាត់បានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ6លំមកដល់ខ្នល់បត់កែងវត្តមួយជាអកុសលពួកគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយគាត់បានជិះម៉ូតូទៅបុកនឹងដើមកាសចាដ៏ធំមួយមកទំហឹងហ្មងហើយក៏ខ្ទាតអ្នកដែលជិះខាងក្រោយហ្នឹងខ្ទាតមកលើចាមថ្នល់អីចឹងដល់ចំណុចនេះខ្ញុំសូមនិយាយពីទីតាំងនោះបន្តិចដើម្បីឲ្យពុកម៉ែបងប្អូនងាយស្រួលស្ដាប់និងសម័យឃើញរូបភាពណាហ្នឹងហើយអញ្ចឹងនៅតាមដងផ្លូវហ្នឹងគឺមានវត្តមួយហើយកែងវត្តនោះគឺស្ថានភាពផ្លូវរាងកោងគឺកោងខ្លាំងណាហើយសម័យនោះម្ដុំនោះមិនសូវជាមានផ្ទះអ្នកភូមិនៅចិត្តហ្នឹងអីទេនិយាយទៅគឺរៀងដាច់ស្រយាលដែរហើយកាលហ្នឹងផ្លូវហ្នឹងគឺផ្លូវតូចហើយជំនាន់ហ្នឹងគឺគេមិនទាន់ធ្វើផ្លូវអីធំដូចសប្តាហ៍នេះទេផ្លូវហ្នឹងគឺកហុកហើយកលុកហ្នឹងធំហ្នឹងគឺច្រើនមែនតើដែលធ្វើឲ្យអ្នកធ្វើដំណើរតាមហ្នឹងរៀងពិបាកក្នុងការបើកបរណាហើយនៅត្រង់ចំណុចខ្នល់កោហ្នឹងគឺមានដើមកាសចាដ៏ធំមួយដែលមើលទៅគឺបែកមេសាខារៀងស្លុបគួរខ្លាចមែនតើណាឲ្យតែរៀងពេលងាយអីហ្នឹងគឺកន្លែងហ្នឹងគឺស្លុបយកមកឲ្យថាថ្ងៃលិចអីហ្នឹងគឺស្លុបមកអូខេឥឡូវយើងចូលសាច់រឿងយើងវិញនៅពេលដែលពីអ្នកប្តីប្រពន្ធគាត់ដែលជិះទឹកបុកនឹងដើមកាសាហ្នឹងហើយប្រពន្ធគាត់ហ្នឹងក៏ខ្ទាតមកខាងចាមថ្នល់អញ្ចឹងទៅគូធ្វើឲ្យឡានធំមួយដែរគេបើកមកមិនបានមើលដែរគូកិនគាត់ស្លាប់តែម្ដងហើយសភាពប្រពន្ធរបស់គាត់ពេលនោះគឺឡើងកិនឡើងខ្ទេចក្បាលហ្មងសោះតែខ្លួនឯងហើយក្បាលគឺខ្ទេចហ្មងហើយចំណែកឯប្តីរបស់គាត់វិញក៏ស្លាប់ដែរដោយបុកគៀបនឹងដើមកាសាហ្នឹងហើយបាក់កស្លាប់ហ្នឹងហើយសភាពដៃជើងរបស់ប្តីគាត់វិញគឺពេលដែលត្រូវបុកនឹងដើមកាសាទៅពេលដែលគៀបទៅគឺរបៀបថាបន្ទប់អញ្ចឹងទៅបាក់ដៃបាក់ជើងឡើងកងងអស់អញ្ចឹងវិទ្យាប្រាប់អ្នកទាំងអស់គ្នាហើយមូលហេតុដែលឡានធំមិនបានមើលឃើញហ្នឹងព្រោះដោយសារពេលដែលគ្រោះថ្នាក់ចរាចរណ៍នឹងពីអ្នកប្តីប្រពន្ធដែលគ្រោះថ្នាក់ហ្នឹងគឺនៅពេលមេឃរៀបចិត្តភ្លឺណាវាថារៀងភ្លឺល្អមើលគ្នារៀងព្រិលហើយដូចខ្ញុំបាននិយាយពីខាងលើអញ្ចឹងត្រង់ចំណុចនោះគឺវារៀងស៊ុបលុបដោយសារតែដើមកាចាវាធំបែកមេឃសាខាពេលដែលមេឃចិត្តភ្លឺល្អអញ្ចឹងកន្លែងហ្នឹងគឺវាមានភ្លឺហើយវាបាំងស្លុបដូចពេលយប់អញ្ចឹងណាហើយណាមួយផ្លូវហ្នឹងវាក៏ហុកធំច្រើនផងហើយធ្វើឲ្យឡានធំហ្នឹងវារៀងពិបាកមើលហើយមួយទៀតហើយគេពងបើកអញ្ចឹងហើយឃើញភ្លាមអញ្ចឹងក៏គេជន់ហ្វាំងមិនតាន់ដែរអញ្ចឹងហើយណាមួយផ្លូវនោះវារៀងស្ងាត់ផងអញ្ចឹងទៅបើសិនជាគេឃើញអញ្ចឹងអីក៏គេអត់ហ៊ានឈប់ដែរខ្លាចគីឡូមានការប្លន់ការអីអញ្ចឹងហ្នឹងហើយត្រឡប់មកចូលសាច់រឿងយើងវិញហើយពេលហ្នឹងដែរមានមីងម្នាក់ពេលហ្នឹងគឺមេឃរៀងភ្លឺហើយមានមីងម្នាក់គាត់ឈ្មោះថាមីងសុកណាដែលគាត់ធ្វើដំណើរដោយជិះកង់កាត់នឹងទៅស្រែហើយមានណាពេលដែលគាត់ជិះមកដល់ចំណុចនោះវាថាគាត់ភ័យស្រែកយំយកហ្មងដោយគាត់បានឃើញសភាពមនុស្សដូចស្លាប់គឺឃើញតែខ្លួនទេក្បាលវិញគឺខ្ទេចតែហ្មងហើយក៏គាត់លឺគាត់យំអីអញ្ចឹងអ្នកដែលធ្វើដំណើរមកតបតនក៏ឃើញអញ្ចឹងក៏ផ្អើលឆោឡោអ្នកភូមិផ្អើលឆោឡោហើយអ្នកដំណើរឆ្លងកាត់តាមហ្នឹងក៏គេឃើញអញ្ចឹងក៏គេផ្អើលឈប់មកមើលអីអញ្ចឹងហើយពេលហ្នឹងក៏ប៉ូលីសក៏បានមកដល់ហើយពេលនោះប៉ូលីសក៏បានមកដល់ទីតាំងនោះហើយក៏គេក៏ស្រាវជ្រាវទៅក៏គេតាក់ទងទៅខាងសាច់ញាតិបានហើយក៏យកទៅធ្វើបុណ្យតាមប្រពៃណីអញ្ចឹងទៅកាត់រំលង2ទៅ3ថ្ងៃក្រោយមកមានពូម្នាក់ដែលគាត់មានឈ្មោះថាពូយឿនណាដោយពេលនោះពេលរៀងល្ងាចប្រលប់ដែលគាត់មកពីដាក់បកាយរកត្រីហើយក៏ត្រូវឆ្លងកាត់នៅកែងវត្តហ្នឹងនៅពេលដែលគាត់ដើរមកដល់ចំណុចក្រោមដើមកាសាហ្នឹងស្រាប់តែគាត់ធំក្លិនរៀងស្អុយអីអញ្ចឹង
ពេលនោះគាត់គិតថាអូប្រហែលជាក្លិនសម្រាមឬក៏ក្លិនសัตว์កណ្ដុរសัตว์អីងាប់អីចឹងណាគាត់មិនបានចាប់អារម្មណ៍ទៅលើរឿងខ្មោចរឿងអីចឹងទេហើយគាត់ក៏មិនបានទៅស្វែងរកក្លិនហ្នឹងដែរគាត់គិតថាជាក្លិនសัตว์ងាប់អីចឹងហើយក៏បន្តដើរទៅមុខចឹងទៅហើយគាត់ដើរមកមុខហ្នឹងក៏គាត់មិនដើរទៅជាឆ្ងាយអីមែនទេដើរប្រហែលជា2-3ជាហ៊ានដែរមិនទាន់នឹងផុតអាមេឃអាដើមកាសាបៃមេសាខាហ្នឹងទេគាត់ក៏មានអារម្មណ៍ថាមានស្អីម្យ៉ាងនៅលើដើមកាសាហ្នឹងណាហើយគាត់មានអារម្មណ៍អញ្ចឹងគាត់ក៏ងាកក្រោយសម្លឹងមើលទៅលើដើមកាសាហ្នឹងយឺតស្រាប់តែមានណាអ្នកនរគ្នាហើយគាត់បានឃើញបរិសម្នាក់កំពុងតែតោងដើមកាចាហ្នឹងហើយក្បាលខ្មោចដែលតោងដើមកាចាហ្នឹងគឺសំយងចុះក្រោមគឺគួរឲ្យខ្លាចមែនតើរបៀបតោងដូចតកែអញ្ចឹងណារបៀបថាតោងសំយងក្បាលចុះក្រោមជើងឡើងលើនិយាយទៅដូចអាខ្មោចនៅក្នុងរឿងតោងដើមឈើឡើងអីចឹងហើយសំយងក្បាលចុះក្រោមជើងឡើងលើតោងសត្វដូចតកែអញ្ចឹងណាហើយពេលនោះពយឿនគាត់ឃើញអញ្ចឹងហើយវាថាគាត់ញ័រជើងចង់រត់ក៏រត់មិនរួចវាថាគឺឈរកាំងឈរត្រឹងមើលខ្មោចហ្នឹងវាថាកាំងនិយាយទៅអ្នកណាផ្សេងក៏អញ្ចឹងដែរវាថាឲ្យតែជួបរឿងខ្មោចលងអញ្ចឹងគឺកាំងហ្មងវាថាខ្មោចមិនដឹងថាកាំងភ័យឬក៏ខ្មោចនឹងធ្វើឲ្យគាត់នឹងកាំងត្រូវឈរមើលគេអីចឹងមិនក៏មិនដឹងដែរវាថាគាត់ចង់រត់ក៏រត់មិនរួចអញ្ចឹងលើឈរមើលត្រង់នៅនឹងឈរមើលខ្មោចនឹងតោងដើមឈើជីរងក្បាលចុះក្រោមស្លឹងមកគាត់វាថាមុខកាហ៊ីកាហើគួយខ្លាចចឹងទៅតែហេងអីពេលហ្នឹងមានឡានគេបើកឆ្លងកាត់ហ្នឹងវាថាវាអត់តន់យប់ទេវារឿងនៅប្រលប់ក្បាលងាយចឹងទៅធ្វើឲ្យភ្លើងឡានដែលគេឆ្លងកាត់ហ្នឹងក៏ចាំងមកចំគាត់ចឹងណាពេលចឹងធ្វើឲ្យគាត់ហ្នឹងគឺវាថារៀងភ្ញាក់ហើយរៀងកម្រើកបានវិញចឹងគាត់មានចាំយូរទេមើលតែកម្រើកបានចឹងវាថាគាត់ភ្ញាក់ចឹងគឺដាក់មីប្រូរត់យកទៅមកហើយពេលទៅដល់ផ្ទះគឺគាត់ដេកឈឺ2-3ថ្ងៃអីចឹងហើយប៉ុណ្ណឹងអត់ទាន់ចប់ទេលូរំលងមកប្រហែលថ្ងៃមានសាច់ញាតិអ្នកដែលស្លាប់ពីអ្នកប្តីពុនហ្នឹងណាសាច់ញាតិពីអ្នកប្តីពុនហ្នឹងគាត់មកអត់ធុកដើម្បីហៅវិញ្ញាណទៅផ្ទះវិញអីចឹងដោយសារតែមានអ៊ីម្នាក់ដែលជាសាច់ញាតិហ្នឹងគឺគាត់បាននិយាយប្រាប់អ្នកភូមិថាគាត់បានទៅរកគ្រូប្រជន់រូបគេថាគ្រូខាប់ព្រលឹងខាប់អីដើម្បីទៅសួរនាំពីការស្លាប់របស់ពីអ្នកប្តីពុនគាត់ហ្នឹងរបស់បងប្អូនគាត់ហ្នឹងហើយទៅពេលហ្នឹងអ៊ីម្នាក់ហ្នឹងក៏គាត់បាននិយាយប្រាប់អ្នកភូមិហ្នឹងថានៅពេលដែលគេទៅប្រជន់រូបមើលហ្នឹងពីអ្នកប្តីពុនរបស់គាត់ហ្នឹងក៏ចូលមកហើយក៏បាននិយាយថាពេលដែលគាត់ជិះម៉ូតូពេលដែលចិត្តភ្លឺស្រាងហ្នឹងពេលដែលគាត់ជិះម៉ូតូមកដល់ចំណុចខ្នងកោងក្រុមដើមកាចាហ្នឹងស្រាប់តែគាត់ជិះមកដល់ហ្នឹងគឺគាត់ឃើញឆ្កែធំមួយវាថាបើឆ្កែអ្នកភូមិរៀងតូចទេតែនេះគឺគាត់ធ្វើគឺគាត់ថាឃើញឆ្កែធំមួយឈរនៅកណ្ដាលខ្នងពេលអញ្ចឹងទៅគាត់រៀងផ្លូវរៀងស្ងាត់ទាំងពីរអញ្ចឹងគាត់រៀងមូលរៀងលឿនដែរហើយឃើញឆ្កែអញ្ចឹងគាត់គិតតែគិតទៅមានអីជាអកុសលគូទៅបុកនឹងដើមកាសាហ្នឹងណាហើយអញ្ចឹងទៅក៏គាត់និយាយទៀតថាពេលដែលគាត់បុកដើមកាសាហ្នឹងស្លាប់អញ្ចឹងគាត់គឺទៅណារួចទេគឺគាត់នៅត្រង់ចំណុចនឹងដើមកាសាហ្នឹងឯងគឺគេអត់ឲ្យគាត់ទៅទេអញ្ចឹងហើយជាមូលហេតុដែលធ្វើឲ្យសាច់ញាតិរបស់គាត់ហ្នឹងគឺមកអុជធូបដើម្បីនិយាយបែបបន់អញ្ចឹងទៅដើម្បីឲ្យវិញ្ញាណរបស់គាត់ត្រឡប់ទៅផ្ទះទៅស្រុកកំណើតរបស់គាត់វិញណាហើយបញ្ជាក់ដល់អ្នកគ្នាស្រុកកំណើតរបស់គាត់គឺនៅខាងខេត្តកំពង់ធំកាត់រំលងមកដល់ប្រហែលជា 2-3 ឆ្នាំក្រោយនៅក្នុងវត្តហ្នឹងគឺមានគេវាថាគេធ្វើបុណ្យឧបសាយវាថាគេធ្វើបុណ្យឧបសាយដាក់ល្ខោនដាក់អីចឹងណាហើយមានពូម្នាក់គាត់ឈ្មោះថាពូភ័ណ្ឌពីក្បាលល្ងាចគឺគាត់ទៅមើលល្ខោនទៅលេងបុណ្យនៅវត្តបុណ្យឧបសាយហ្នឹងគឺមានគ្នាដែរទេវាថាទៅគ្នាច្រើនណាគាត់ទៅមើលជាមួយគេជាមួយឯងចឹងទៅលេងបុណ្យវត្តជាមួយគេជាមួយឯងចឹងទៅហើយប៉ុន្តែយប់នោះគឺគាត់មិនដឹងជាម៉េចគាត់ត្រូវចាញ់មកមុនគេវាថាគាត់អង្គុយដេកឬក៏គាត់ចង់មកផ្ទះអីចឹងមុនគេអញ្ចឹងហើយអ្នកផ្សេងគឺគេនៅមើលល្ខោននៅលេងបុណ្យរហូតដល់យប់ជ្រៅហើយគាត់ក៏ត្រូវមកមុនគេអញ្ចឹងក៏គាត់ដើរមក
về đại đào màu chân từ hay có điện khai đá bên đây lần thứ mấy có thử màu te vì những thử đào màu lu đào một đo cho nó còn đam cá xa nắng sắp tới con mía rõm tha đôi bù dương chẳng sao tôi con mía rõm tha đôi miên đồ na kia mà nè cùi nửa lư đam cá xa với con mía rõm chẳng cứ việc tha có hình phây đá hay con ở to mình khơi cái con nào mía rõm chẳng với đã có đào đo cho nó năng hái đào chích nằng hua đam cá xa hơi nắng cứ con lư sầm lấy một pi câu hay con lư chắc có thà đăng ba đang là không ai lông rồi biết rồi mà đôi việc ta cốt lại ta có áp hôm một tỷ còn nơi trong đăng tha lấy như vậy hay cốt co sầm lăng hờ mười sầm lăng cho sầm lăng láng của cốt người từ lứa đam cá cha nó tai miền nà có tha nhà nó nên mày làm không á cứ cốt khơi như sời mình nhé vẹt là việc tha vẹt chốt so cái nát so việc tha so cung hay cô vô chưa lứa đam cá cha nè có phong ta dồn rừng hay sông khán cứ sọ hay nồng mục sọ cứ về tà lẹ màu khăn mục à về nó mình về sầu cùi sả lá nhảy về tà lẹ màu mục cho người làm cái trường với tao về với tay làm sọ làm bạc bạc cái trường mà hay mục về nha cứ sọ ta chiêm bên đây với nhà bà long bên đây cũng không ở hay làm liên liên mục là khiêu mà với tha cùi khát mà vậy tư ông viên giống bù con có khơi chẳng cứ có khơi chẳng cứ phơi mình đây có phơi có rụt do mà có sẽ chui phong không ai lon có rụt chân đâu mà ở đôi cà bi không ai lon bù dưới này bù dưới con việt có kèng tại bù con ở đây con việt có khơi chẳng cứ có rụt do đâu mà sẽ không ai lon hay thật là ăn con ai mẹ bọc quạt từ chun từ sỏi tật sỏi ấy nương vọt nó ngay chân thôi hay to một tiết lon nẹm nà đại trong cả tam năng á cứ miền lan con từ nở mùi thì thà dục tung bài chỉ màu chất lư nó ngay bài chỉ màu bay buồn này chẳng á hay cột thường là tam phơi chết lấy bộ mũi nắng và đo cho nó phơi cao nâng đôi kia về đại mà đo cho nó phơi cao nắng có cột bảo thẹn phơi thẹn vi sai á của bạn cả lạp yên lan năng đây bên đây ở mà nước cứ ăn miếng bánh hai để Đài Loan cứ cả lạp châu vi sai chẳng à hay pe nó đo pe phơi cái miếng nè đợt nào xem nè phun đại cái trong cắt năng tới của cái áo chu cho tôi xua non mình chẳng à xua non ấy chẳng đây lúc xua non nè ta con lan năng tới con lan nó có ba mẹ tha pe đại quạt bạc lan mà đo cho nó nắng á cứ quạt miếng khơi phơi pi phơi muối cứ rung cao khang mình tên hay sao ta có hột cháo nữa hay phơi một tiết cứ tròn phơi hay phơi lằng lằng xua chi à hay quạt miếng ta gả phơi cao ấy từng kia từng dưỡng nó khi sao mày mình khơi phơi chẳng hay nẹm nào pi trong ngày mau miếng nào cái đăng hưởng nâng toàn cho đội nâng cắt miếng hưởng ấy khơi phơi xã có chỉ tơ phơi xã thấy miền nào cái tơ phơi có hột cháo nữa bây giờ có tơ phơi xã nâng miền nào tới cô hột phơi cả lạp châu vi sai đấy tam bích toàn cho nó những cứ phơi cao tại có ở ban khơi phơi cao đấy khơi phơi cao cứ cao phơi mùi xanh thiết hay phơi đạt cao chả đại phơi bích nó cứ phơi thoáng sạch bên cứ con mưa khơi chẳng á hay những cứ con chỉ tất cả thoáng sạch đang tới hay có thẹn chẳng đây hay chẳng tới gồ ban nhẹ phun đại bảo chu cho từ xuân non vẫn có kia ban vậy bẹp có tới tha phơi nâng cứ chương cọp toàn cho nó nâng cứ chương cọp cứ miền hạt cá tràn mà cả làng nơi toàn cho nó nâng chẳng tới ban nhẹ làng có thà tăng có bình chẳng sao ban thì có khơi phơi sạch có bảo từ phơi sạch cô từ gì cả lạp làng cả lạp ấy chẳng đây vẫn nâng cứ ở toàn ở tề nơi miền bờ tỏ tiệt miền pu mẹ tiết cứ cọt trong một tháp pu sấy nó cứ hiện phơi ai nó cứ cọt đào tranh màu một tề đạm bay từ rồi trời rồi ấy chẳng á từ mưa bà cãi xa ấy chẳng á ở bên chụp phơi nó cọt khộp mà chẳng tới cứ cọt chỉ còn cắn nữa chỉ còn cắn nó cứ cọt khôn sky thông pi vì tha cọt te cọt cứ vì tha
តែគាត់គឺនៅហួសនឹងវត្តនឹងប្រហែលជា50 ម៉ែត្រ 100 ម៉ែត្រអីចឹងណាហើយគាត់ក៏ជិះកាត់នឹងដើម្បីទៅមើលបកាយមើលត្រីមងត្រីអីរបស់គាត់ចឹងគាត់ជិះកាត់ទៅគាត់ឃើញឆ្កែធំពីរវាថាគាត់អ្នកនៅស្រុកហ្នឹងគាត់មិនដែលឃើញឆ្កែអីធំចឹងទេឆ្កែអ្នកភូមិនៅហ្នឹងអត់មានទេមានឆ្កែដែរតែរបៀបថាឆ្កែអ្នកភូមិរបៀបថាតូចធម្មតាដូចយើងឃើញសពថ្ងៃហ្នឹងអញ្ចឹងតែចម្លែកឆ្កែហ្នឹងគឺពីរធំមែនទែននៅមុខវត្តនៅឈរមុខវត្តហ្នឹងឡើងធំពីរសំខាន់គឺខ្មៅคลิกហ្មងគាត់ឃើញអញ្ចឹងហើយគឺគាត់ភ័យពេលអញ្ចឹងគាត់ហ៊ានជិះកង់មកកាត់នៅមុខវត្តហ្នឹងទេគឺគាត់បកក្រោយវិញណាហើយហេតុការណ៍ហ្នឹងគឺមានតែប៉ុណ្្នឹងទេវាថាគាត់មិនបានទៅជាជួបហេតុការណ៍លងបន្លាចអីខ្លាំងទេហើយនៅអត់តន់អស់ទេគឺនៅមានទៀតគឺមានអ៊ីម្នាក់គាត់ឈ្មោះថាមីងណាហ្នឹងគឺគាត់ពេលល្ងាចគាត់ជិះកង់មកពីដកស្ទូងស្រែគាត់ឆ្ងាយគាត់ជិះកង់មកពីដកស្ទូងហើយក៏ត្រូវជិះមកកាត់មុខវត្តហ្នឹងពេលដែលគាត់ជិះកាត់មុខវត្តហ្នឹងគឺគាត់ថាពេលដែលដល់ចំណុចហ្នឹងគឺកង់គាត់រៀងតឹងណាកង់គាត់រៀងតឹងពេលគាត់ខំប្រឹងធាក់ហើយពេលហ្នឹងគឺគាត់ខំប្រឹងធាក់ហើយស្រាប់តែគាត់ឆ្ងល់ថាជួយមិនកង់គាត់តឹងហ៎ហើយគាត់ក៏កលេចមកក្រោយពេលដែលកលេចមកក្រោយទៅអ្នកនរគ្នាហើយគឺឃើញខ្មោចមនុស្សប្រុសម្នាក់របៀបថាដៃជើងឡើងកងងរត់តាមគាត់ដោយចាប់ទាញកង់គាត់ផងអីផងពេលហ្នឹងមានណាគាត់គ្រាន់ឃើញអញ្ចឹងគឺបន្ទួលកង់ហើយសែកយករត់ទៅហ្មងរត់ទៅអ្នកភូមិគេជួយហើយកង់គឺបន្ទួលចោលទៅហើយរត់និយាយទៅគឺសាហាវមែនទេជំនាន់ហ្នឹងអាចនិយាយថារៀងអត់ដូចឥឡូវទេគេអត់តន់អភិវឌ្ឍដូចឥឡូវទេវាថាជនបទដាច់ស្រយាលមែនទេហើយជួបរឿងចឹងគឺពេលសាកសម័យមិនជួបដូចមីណាទៅធ្វើមិនអីណាមិនខ្លាចជីកង់មកពីដកស្ទូងរៀងហត់ហែវផងត្រូវធាក់កង់ឯងតឹងទៅឃើញចឹងទៀតណាមរត់លេងពួយមកសតាដៃជើងបាក់គ្នាកងងហើយមុខសតឈាមចាប់ទាញកង់ហើយរត់ដេញតាមពីក្រោយអញ្ចឹងណាមភ័យគាត់បន្ទួកង់ក៏រត់ចឹងទៅហ្នឹងហើយអ្នកនរគ្នារឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយរឿងដែលតាក់ទងជាមួយនឹងវត្តដែលនឹងជាប់នឹងខ្នល់បត់ហ្នឹងគឺមានរឿងបន្តទៀតខ្ញុំនឹងលើកយកមកនិយាយនៅអេពីសូតក្រោយណាហើយរឿងដែលគ្រោះថ្នាក់ចរាចរណ៍ហ្នឹងនិយាយទៅគឺគួរឲ្យអាណិតអ៊ីម្នាក់ហ្នឹងមែនតើពីអ្នកប្តីប្រពន្ធហ្នឹងណាប្តីគាត់គឺបុកនឹងដើមកាចាហ្នឹងគឺគាត់បានស្លាប់បាត់ហើយប៉ុន្តែប្រពន្ធរបស់គាត់គឺផ្លោងមកនៅលើចិញ្ចើមខ្នល់ហ្នឹងគឺគាត់នៅរស់ទេវាថាគាត់ផ្លោងទៅគឺស្លាប់ពេលស្លាប់ចឹងទៅហើយត្រូវត្រង់ចំណុចគឺរៀងស្ងាត់ទៀតចឹងទៅធ្វើឲ្យគាត់ស្លាប់ធ្វើគាត់ដេកនៅចាមថ្នល់ហ្នឹងដោយគ្មាននរណាគេឆ្លងកាត់ឃើញអីចឹងព្រោះសារផ្លូវហ្នឹងស្ងាត់ហើយអញ្ចឹងទៅជាអកុសលក៏ទទួលឡានធំគេបើកមកដោយមិនបានមើលឃើញផងអញ្ចឹងទៅគាត់កិនក្បាលគាត់ស្លាប់អញ្ចឹងទៅកុំឲ្យគាត់អត់ត្រូវស្លាប់ទេហើយនិយាយទៅគឺគួរអាណិតគាត់មែនតើហើយមួយទៀតជីវិតមនុស្សត្រូវអស់ណាអញ្ចឹងទៅក៏ត្រូវជួបរឿងបែបហ្នឹងណាហ្នឹងហើយអ្នកនរគ្នាសាច់រឿងយើងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាខ្ញុំនិយាយទៅលួសខុសត្រូវទៅណានោះសូមពុកម៉ែបងប្អូនអធិស្ឋានឲ្យ admin ផងហើយបើសិនជាពេញចិត្តការនិយាយរបស់ admin សូមពុកម៉ែបងប្អូនជួយចុច subscribe នៅពាក្យថាជាវហើយចុចសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីនៅពេលដែល admin និទានរឿងក្រោយពេលដែល upload ទៅពុកម៉ែបងប្អូនទាំងអស់គ្នាទទួលបានសារដើម្បីងាយស្រួលក្នុងការចូលមើលណាហ្នឹងហើយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា